ចឹងថ្ងៃនេះខ្ញុំមកបកស្រាយជូនពុកម៉ែបងប្អូនទាំងអស់គ្នាថាតើថ្នាំធុងទឹកនេះយើងប្រើរបៀបម៉េចបានជាមានទូចមានកដាលមានធំបែបនេះបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំធ្វើការបង្ហាញអំពីថ្នាំចាក់ធុងទឹកឡានបាទបងប្អូនតែងតែមានចម្ងល់ទៅលើប្រភេទថ្នាំធុងទឹកឡានបាទនៅខាងក្រោយខ្ញុំបាទនេះគឺជាប្រភេទថ្នាំធុងទឹកដែលយើងចាក់ស្អំទៅលើម៉ាស៊ីនបាទបងប្អូនឃើញខាងក្រោយនេះមានតូចមានកដាលមានធំបាទច្រើនមុខមែនតើបងប្អូនពិតជាមានចម្ងល់ច្រើនទៅលើប្រភេទថ្នាំនេះបាទអញ្ចឹងថ្ងៃនេះខ្ញុំមកបកស្រាយជូនពុកម៉ែបងប្អូនទាំងអស់គ្នាថាតើថ្នាំធុងទឹកនេះយើងប្រើរបៀបម៉េចបានជាមានទូចមានកដាលមានធំបែបនេះបាទអញ្ចឹងខ្ញុំនិយាយពីអាធំនេះទៅមុនបាទអាធំនេះគឺយើងប្រើសម្រាប់ចាក់សុទ្ធបាទយើងប្រើទៅលើប្រភេទធុងទឹកគេហៅថាប្រភេទ coolant ជាប្រភេទថ្នាំស្អំយើងនិយាយភាសាស្រួលស្ដាប់គឺថ្នាំស្អំធុងទឹកបាទដើម្បីបញ្ចុះកម្ដៅនៅពេលដែលបងប្អូនរត់ផ្លូវឆ្ងាយឬក៏បងប្អូនឧស្សាហ៍ឡើងកម្ដៅជាពិសេសបាទអញ្ចឹងអានេះយើងប្រើចាក់សុទ្ធពីនេះគឺយើងប្រើសុទ្ធដូចគ្នាយើងអត់លាយទឹកទេគឺយើងប្រើសុទ្ធតែម្ដងបាទអញ្ចឹងអានេះសម្រាប់ option សម្រាប់អ្នកប្រើកដុងធំបាទបន្ទាប់មកយើងមានជាប្រភេទ1លីត្របាទអានេះ1លីត្របាទហេតុអីបានគេផលិត1លីត្រនេះមកព្រោះឡានបងប្អូនខ្លះប្រើមួយកដុងនេះអត់គ្រាន់ទេបាទ4លីត្រអត់គ្រាន់ទេជាពិសេសឡានម៉ាស៊ីនធំគឺយើងត្រូវការប្រើច្រើនអាច5លីត្រទៅ6លីត្រអញ្ចឹងបងប្អូនអត់ចំណាយទៅទិញមួយកដុងទៀតទេអញ្ចឹងបងប្អូនទិញអាទូចនេះសម្រាប់ថែមបានអញ្ចឹងគឺចំណេញដល់ពុកម៉ែបងប្អូនអស់គ្នាបាទចំណែកអាទូចនេះវិញបាទអាទូចនេះវិញគឺយើងលាយជាមួយទឹកចាំបាច់ត្រូវលាយជាមួយទឹកបើសិនជាឡានប្រព័ន្ធនេះប្រភេទ Proof ប្រភេទ Highlander ប្រភេទ Balance អីយើងអាចប្រើតែមួយកំប៉ុងក៏បានដែរបាទយើងវិធីប្រើក៏ងាយដែរបងប្អូនប្រហូរទឹកចាស់ចោលអស់ទៅបន្ទាប់មកគឺយើងចាក់បាទយើងចាក់នេះចូលទៅមុនបន្ទាប់មកយើងចាក់ទឹកប្រពេញមកឲ្យគ្រប់maximum ដែលគេបានកំណត់ហ្នឹងមកបាទអញ្ចឹងអានេះគឺលាយទឹកបាទពីរនេះគឺលាយទឹកគឺយើងប្រើចាក់ជំនួយស្អំការពារច្រេះការពារកុំឲ្យពុកទៅលើកញ្ច្រែងធុងទឹករបស់យើងបាទកាលណាយើងប្រើទឹកសុទ្ធបងប្អូននឹងស្រាប់ហើយដែកជាមួយទឹកគឺប្រកបណាស់វាច្រេះបាទប្រភេទនេះគឺជាប្រភេទល្អមានប្រេងចិញ្ចឹមច្រើនបាទការពារធុងទឹកពុកម៉ែបងប្អូនជួយបង្កើនអាយុម៉ាស៊ីនរបស់បងប្អូនប្រើប្រាស់បានយូរឆ្នាំជាងមុនបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍ទៅលើប្រភេទផលិតផលថ្នាំចាក់ធុងទឹកនេះសូមធ្វើការឆាតមកយើងខ្ញុំឥឡូវនេះបាទ